ឆ្ងល់ក្បាលជ្រូកបងអូនឆ្ងល់ក្បាលជ្រូកឆ្ងល់ក្បាលជ្រូកគ្រឿងផ្សំវាគល់ល្ខីខ្ទឹមប៊ីចេងអំបិលម្សៅស៊ុបហើយនិងរំដេងបងអូនច្រើនទៅញ៉ាំអស់ដែរបើហ្នឹងបាទហើយរៀបចំដាក់ស្ងោរសិនពេលដែលឆ្អិនខ្ញុំយើងដាក់គ្រឿងក្រូចថែមទៀតបងអូនស្ងោរក្បាលជ្រូកបានឆ្អិនហើយថែមទឹកប្រៃបន្តិចមករួចយើងបង់ជីជាការស្រេចបងអូនបាទឆ្ងាញ់អានហើយបងអូនស្ងោរក្បាលជ្រូកជាមួយនឹងម្រេចឆ្ងាញ់បងអូនឆ្ងាញ់ឆ្ងាញ់បងអូនអើយ